សង្គ្រាមព័ត៌មានហ្នឹងគឺក៏នៅក្នុងសម័យទំនើបព័ត៌មានវាមិនគ្រាន់តែជាដំណឹងទេប៉ុន្តែវាគឺជាអាវុធគ្មានសមោអាវុធគ្មានបាទជាអាវុធគ្មានសមោបាននេះតែនេះក្តៅតែតុកអត់ក្តៅទេជាបឋមនាងខ្ញុំបូសុគន្ធានិងបងប្រុសឡាំឡាយសូមគោរពនឹងជម្រាបសួរដល់លោកអ្នកនាងដែលកំពុងទស្សនាវីដេអូយើងខ្ញុំតាមរយៈ Channel YouTube បូសុគន្ធាក៏ដូចជា Channel YouTube ឡាំឡាយ Official សូមស្វាគមន៍មកកាន់វេទិកាថ្មីដែលបងប្អូនទាំងអស់គ្នាជា fan នៅក្នុង Channel YouTube បូសុគន្ធាអាចនឹងប្លែកអារម្មណ៍ព្រោះរាល់ដងធ្លាប់តែឃើញគន្ធានៅវត្តបោះវត្តលៀងចានវត្តអីចឹងទៅអញ្ចឹងថ្ងៃនេះមកលក្ខណៈដូចជាគេហៅថាក្មេងវត្តឡើងកូតព្រោះមកមាន studio មានអីត្រឹមត្រូវហើយខាងឆ្វេងដៃខ្ញុំនេះគឺថាជាយុវជនកម្ពុជាមួយរូបដែលកំពុងតែសកម្មយ៉ាងខ្លាំងនៅក្នុងការចូលរួមទាំងវិស័យអានផងឥឡូវនេះគឺថាប្រឡូកខ្លួននៅក្នុងសារព័ត៌មានទៀតហើយត្រូវនឹងខ្ញុំជាអ្នកសារព័ត៌មានក្មេងវត្តទៀតអញ្ជើញគាត់ចូលរួមក្នុងកម្មវិធីយើងតែម្ដងចឹងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាថ្ងៃនេះមានតែក្តៅតែតុកយើងមិនក្តៅទេថាក្នុងសិនជាធ្លាប់តែអង្គុយនិយាយមុខចិត្តដីតែម្ដងក្នុងសិនជាអូរៀងអចាសួស្ដីបងអូនបាទជម្រាបសួរបងជម្រាបសួរស្នាមញញឹមបញ្ជាក់ថាឥឡូវនេះគឺកំពុងតែកាក់កបជាល្បីខាងណាកាក់កបមានកអីមិនដឹងដែរបងមិនដែរមករស់ទៅតាមជីវភាពមិនមកពេញដោយសារហើមថ្មិញហ្នឹងអត់ទេកាលថាតពលពេញហ្នឹងក៏ប៉ុន្តែមិនកាក់កបវិញទេដោយសារថ្មិញហើមសារយើងញឹមបានច្រើនសូមជួយណែនាំខ្លួនផងបើមិនទៅខ្ញុំហើយនឹងបងអូនគឺយើងស្គាល់គ្នាយូរហើយមិនដឹងពីជំនាន់ណាបាទយូរហើយតាំងពីជំនាន់ពលានជនហោះសៀមរាបមិនទាន់បដូរបាទហើយជាខ្ទង់ប្រហែល7-8ឆ្នាំហើយហ្នឹងចាយូរមែនតើប៉ុន្តែការជួបគ្នាជាលក្ខណៈមកជជែកអីមានប្រធានបទអីត្រឹមត្រូវចេះនេះជាលើកដំបូងបាទលើកដំបូងស្លាប់នៅខាងក្រៅខាងក្រៅត្រាវ2ម៉ោងត្រាវឥឡូវសូមជួយណែនាំបងប្អូនយើងស្គាល់ផងជម្រាបសួរបងប្អូនម្ដងទៀតតាមកាពិតទៅខ្ញុំគិតថាជាឱកាសល្អដែរដែលយើងទៅជែកគ្នាតាក់ទងជាមួយនឹងប្រធានបទប្រហែលជាបន្តិចទៀតបងប្អូនបានជ្រាបប៉ុន្តែពីខ្ញុំទៅវិញខ្ញុំបាទឡាំឡាយជាកូនអ្នកអង្គរកូនអ្នកសៀមរាបសុទ្ធសាធហើយបច្ចុប្បន្ននេះខ្ញុំគឺជាអ្នកនិពន្ធអ្នកសរសេរដែលបងប្អូនស្គាល់ហើយចង់វិញអង្គរជាមួយនឹងរឿងរ៉ាវមួយចំនួនដែលខ្ញុំបានឆ្លងកាត់ខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំស្ថាប័នធ្លាប់ធ្វើនៅក្នុងវិស័យចម្រុះជាច្រើនហើយក៏ជាសិស្សដែរព្រោះខ្ញុំក៏រៀនថ្នាក់បណ្ឌិតផ្នែកអប់រំដែរដល់អញ្ចឹងទៅខ្ញុំគិតថាជាមួយបងនេះមានរឿងជាច្រើនដែលយើងអាចជជែកគ្នាផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវរបស់សង្គមយុវជនបច្ចុប្បន្ននេះធម្មតាហូបបាយវត្តមានកម្លាំងខ្វះតែប្រធានបទហត់តែអ្នកឆ្លើយទេអ្នកឆ្លើយបាទចាចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាមានប្រធានបទពិសេសមួយពាក់ព័ន្ធទៅនឹងសមរភូមិព័ត៌មានដោយដែលលោកអ្នកនាងបានដឹងនាងខ្ញុំមានបទពិសោធន៍ការងារខាងផ្នែកនេះហើយបច្ចុប្បន្នបងប្អូនក៏កំពុងតែសកម្មនៅក្នុងវិស័យនេះផងដែរជម្រាបជូនដើម្បីបងប្អូនយើងកុំឲ្យមានការយល់ច្រឡំនេះមិនមែនជា podcast ផ្នែកនយោបាយទេយើងមកជជែកអំពីជំនាញដែលយើងកំពុងបម្រើការងារយើងជជែកអំពីអ្វីដែលបានកើតឡើងហើយយើងមកជជែកអំពីក្តីព្រួយបារម្ភមួយចំនួនដែលយើងបានឃើញនៅលើការងារដែលពួកយើងកំពុងធ្វើកុំឲ្យបងប្អូនយើងទាញយល់ច្រឡំវេទិកានេះទៅជារឿងផ្សេងចា៎អញ្ចឹងពាក់ព័ន្ធទៅនឹងរឿងសមរភូមិព័ត៌មានកាពិតសមរភូមិព័ត៌មានវាកើតឡើងយូរមកហើយតែគ្រាន់តែថាពេលខ្លះយើងកំពុងរវល់នឹងរឿងផ្សេងដល់អញ្ចឹងទៅយើងក៏រុញច្រានផ្នែកហ្នឹងទៅជារឿងផ្សេងទៀតហើយពេលខ្លះទៀតយើងក៏ចូលសូមនៅក្នុងសមរភូមិព័ត៌មានដែលគេទាញយើងទៅបាទហើយថ្មីនេះយើងឃើញថាថ្ងៃទី2ដើមខែធ្នូនេះគឺជាពេលដែលសមរភូមិព័ត៌មានក្តៅខ្លាំងរវាងភាគីកម្ពុជានិងខាងស្រុកសៀមដែលយើងបានដឹងហើយថាខាងកម្ពុជាយើងទើបតែទទួលបានចំណាប់អារម្មណ៍ថ្មីពីសហរដ្ឋអាមេរិកមួយរយៈចុងក្រោយនេះគឺថាត្រូវចិត្តត្រូវថ្លើមមួយខ្មែរខ្លាំងមែនទែនស្រឡាញ់ខ្លាំងដល់ថ្នាក់ដកពន្ធបដិការដែលសហរដ្ឋអាមេរិកអនុញ្ញាតឲ្យកម្ពុជាហ្នឹងគឺថាធ្លាក់ខ្លាំងមែនទែនពី 49% ធ្លាក់មកនៅត្រឹមតែ 19% ចាមានការវិនិយោគថ្មីមកកាន់កម្ពុជាហើយរឿងដែលល្អជាងគេបំផុតនោះគឺយើងមើលឃើញថាមានការចុះផ្សាយជាអន្តរជាតិតែម្ដងពីការសម្លឹងឃើញអតីតនិស្សិតបញ្ចប់សាលាយោធា West Point ពីសហរដ្ឋអាមេរិកមកគឺជានាយករដ្ឋមន្ត្រីកម្ពុជាយើងដែលត្រូវបានខាងកាសែតអន្តរជាតិគេសរសេរចុះផ្សាយថា
ជាថ្នាក់ដឹកនាំមានសក្តានុពលនៅក្នុងតំបន់ Indo-Pacific ក្រៅតែពីសរសើរនាយករដ្ឋមន្ត្រីកម្ពុជាហើយនៅមាននាំម្ចាស់ក្រុមហ៊ុនយក្សមកកំណើចាយកមកបើកស្នាក់ការនៅទីក្រុងភ្នំពេញទៀតស្របពេលដែលខាងភាគីប្រទេសសៀមហ្នឹងគឺត្រូវសហរដ្ឋអាមេរិកមិននិយាយរើចាពីមុនគេថាគេជាមិត្តភ័ក្តិឬក៏ហៅថាជាអ្នកស្គាល់គ្នាឬក៏យើងប្រើពាក្យមួយទៀតថាជាសង្សារដែលស្គាល់ខ្លួនប្រានគ្នារយៈពេល50ឆ្នាំតែទីបំផុតអាមេរិកអត់និយាយរើខាងនោះក្តៅចំហាយហើយគេក៏ចាប់ផ្ដើមជះរឿងព័ត៌មានប្រធានបទ2ធំនៃគេជះមកលើយើងពាក់ព័ន្ធរឿងមីនពាក់ព័ន្ធនឹងរឿង scammer ចាហើយទៅសេទៀតចាហើយទៅសេហ្នឹងអត់មានចុះផ្សាយម៉ោងឲ្យពួកយើងមើលសោះម៉ោងពួកយើងដេកមិនគេផ្សាយព្រោះគោលដៅគេមិនផ្សាយឲ្យយើងមើលណាគេផ្សាយឲ្យខាងអ្នកក្រៅពីព្រឹកឯនោះមើលអញ្ចឹងប្រទេសណាដែលម៉ោងឯនោះក្រៅពីព្រឹកបងប្អូនដឹងហើយអញ្ចឹងហើយគេមិនទៅសេឲ្យយើងមើលប៉ុន្តែគេចង់ទៅសេមិនល្អពីយើងឲ្យអ្នកដទៃមើលវិញចាអញ្ចឹងឃើញថារឿងខ្លះហ្នឹងបើសិនយើងអត់មើលយើងក៏អត់បានចាប់អារម្មណ៍ថាអូអាហ្នឹងហៅថាជាសម្រុភូមិព័ត៌មានដែរបាទយើងក៏ថាអូវាជាព្រឹត្តិការណ៍ដែលត្រូវបានកើតឡើងអញ្ចឹងគេទៅសេផ្សព្វផ្សាយជារឿងធម្មតាអញ្ចឹងទៅអញ្ចឹងបកមកវិញការដែលជូនសាវតាប៉ុណ្ណេះដើម្បីឲ្យបងប្អូនទាំងគ្នាបានចាប់អារម្មណ៍ថាអូនេះក៏ជាផ្នែកមួយដែលយើងគួរតែប្រុងប្រយ័ត្នផងដែរអញ្ចឹងឈានមកដល់ប្រធានបទរបស់យើងដែលសៀមផ្លោងដាក់ខ្មែរលើសមរភូមិព័ត៌មាននេះសំណួរទី1ចង់សួរទៅកាន់អូនពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងឬក៏នៅក្នុងសង្គ្រាមតើព័ត៌មានវាមានសារៈសំខាន់ដូចម្ដេចអរគុណច្រើនបងតាមការពិតបងបានលើកឡើងពីចំណុចមួយចំនួនជាសាវតាខាងដើមនេះវាជារឿងហេតុមួយចំនួនដែលប្រតិកលាគ្នាចា៎ដោយតាមការពិតទៅវាមិនត្រឹមតែថ្មីនេះទេបើសិក្សាមែនទែនទៅគឺតាំងពីមុនសង្គ្រាមនឹងទៀតផងប៉ុន្តែគាត់ថាយើងមិនកត់សម្គាល់ចា៎ថាជារូបភាពមួយដែលព័ត៌មានភាគច្រើនគឺមិនសូវជានិយាយល្អពីខាងយើងបានទេចា៎អញ្ចឹងសំណួរដែលសួរថាតើក្នុងការប្រកួតប្រជែងនៅក្នុងសង្គ្រាមព័ត៌មាននឹងវាមានអត្ថន័យដូចម្ដេចតាមការពិតទៅខ្ញុំបានអានជាច្រើនស្រាវជ្រាវជាច្រើនហើយខ្ញុំស្រឡាញ់ពាក្យមួយដែលគេនិយាយថាសង្គ្រាមព័ត៌មាននឹងឬក៏នៅក្នុងសម័យទំនើបនឹងព័ត៌មានវាមិនគ្រាន់តែជាដំណឹងទេចា៎ប៉ុន្តែវាគឺជាអាវុធគ្មានសមោលអាវុធគ្មានសមោលបាទជាអាវុធគ្មានសមោលគឺបានន័យថាទី1នៅពេលណាដែលយើងកំពុងតែមានសង្គ្រាមប្រដាប់អាវុធសង្គ្រាមធំដែលនៅក្រោយខ្នងនៃសង្គ្រាមប្រដាប់អាវុធគឺសង្គ្រាមចិត្តសាស្ត្រចា៎សង្គ្រាមចិត្តសាស្ត្រនេះទៀតសោតគឺទី1ធ្វើឲ្យសត្រូវបាក់ស្មារតីបែកបាក់ផ្ទៃក្នុងហើយធ្វើឲ្យពិភពលោកមើលថាសត្រូវនៃដៃគូម្ខាងទៀតនេះគូបដិបត្តិហ្នឹងគឺជាអ្នកខុសឬក៏ជាភាសាអង់គ្លេសគេហៅថា to control the narrative ដូច្នេះនៅពេលណាដែលសត្រូវមើលឃើញថាឬក៏ធ្វើព័ត៌មានយ៉ាងម៉េចឲ្យដៃគូម្ខាងទៀតខុសហ្នឹងគឺស្មើនឹងគេមានជ័យជំនះ 50% បាទហើយអញ្ចឹងនៅក្នុងប្រវត្តិសាស្ត្រក៏ដោយនៅក្នុងអីក៏ដោយបងប្អូនអាចអានបន្ថែមទៀតនៅពេលណាដែលសង្គ្រាមមួយកើតឡើងគេបារម្ភជាងគេគឺព័ត៌មានមានពីរទៅទៀតយើងនិយាយភាសាបែបអាចតែក្មេងវត្តស្តៀងបងទៅចុះទី1គឺព័ត៌មានខាងក្នុងទៀតសោតភាគច្រើនគឺចេញមកពីការខ្សឹបខ្សៀវនិងព័ត៌មានដែលអត់មានប្រភពជាឧទាហរណ៍ដូចខ្ញុំនិយាយពីរឿងសង្គ្រាមខ្មែរថៃថ្មីអញ្ចឹងទៅយើងនិយាយអំពីថៃវ័យកន្លែងនេះហើយថៃវ័យកន្លែងនោះហើយអីផ្សេងៗហ្នឹងព័ត៌មានទាំងអស់នេះបើសិនជាសួរថាតើជាព័ត៌មានពិតឬមិនពិតទេយើងកំឡុងការលេងទទួលបានវាមិនដឹងថាពិតមិនពិតទេប៉ុន្តែវាជាសញ្ញាមួយនៃការបង្ពុលព័ត៌មានឲ្យយើងភ័ន្តច្រឡំអាហ្នឹងជារឿងមួយគោលស្ថានភាពបាទជាគោលស្ថានភាពហើយជាការគោលស្ថានភាពព័ត៌មានភាគច្រើនមិនចេញពីខាងយើងខ្លួនឯងទេចេញពីខាងគូបដិបត្តិម្ខាងទៀតព្រោះសម័យ digital បើជាឧទាហរណ៍ថាមានព្រោះសម័យ digital នៅខាងនោះក៏គេមានដែរអញ្ចឹងណាអូថាបង្កើត account ដាក់អក្សរខ្មែរប្រហែលក៏បានដែរបាទប្រហែលក៏បានអីចឹងទៅហើយយើងអូអានេះ account អញ្ចឹង account ចុះពុំមានអញ្ចឹងពេលមិនចុះធ្វើឲ្យយើងរៀងពុលស្ថានភាពបន្តិចដូច្នេះត្រឡប់មកវិញខ្ញុំសង្ខេបជាខ្លីមកថាតើអាការប្រកួតប្រជែងព័ត៌មាននៅក្នុងសម័យសង្គ្រាមក៏សម័យទំនើបនេះព័ត៌មានគឺមានន័យថាជាអាវុធដែលគ្មានសមោលកាលណាតែយើងមិនចេះថ្លឹងថ្លែងទេកាលណាតែយើងមិនអាចក្តាប់នៅប្រភពពិតទេនោះហើយគឺជាការចាញ់ប្រៀបទៅលើសង្គ្រាមដែលពាក់ព័ន្ធជាមួយនឹងចិត្តសាស្ត្រចា៎នេះគឺជាចម្លើយមួយខ្លីខ្ញុំគិតថាបងមានអីថែមអាចជួយថែមថយគ្នាបានចា៎អត់បញ្ហាទេបងប្អូនទាំងអស់គ្នាគាត់នឹងជួយថែមបាទអរគុណសូមយោបល់ពីបងប្អូនទាំងអស់គ្នាវិញថាបងប្អូនទាំងអស់គ្នាយល់ថា
នៅក្នុងសម័យទំនើបនេះសារៈសំខាន់នៃព័ត៌មានហ្នឹងគឺសំខាន់ក្នុងកម្រិតណាដែរអរគុណចំពោះចម្លើយរបស់បងអូនហើយយើងមានសំណួរបន្តទៀតជូនគាត់ដែរពាក់ព័ន្ធទៅនឹងរឿងព័ត៌មានធ្លាប់សមាទិដ្ឋកាលធ្លាប់មានព្រោះតែ